ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំមកពីមជ្ឈមណ្ឌលម្ដុំម្ដាគណនេយ្យនិងហិរញ្ញវត្ថុ AFT Center នៅក្នុងវីដេអូនេះអ្នកគ្រូសូមចែករំលែកអំពីការងារគណនេយ្យតើគណនេយ្យក៏ត្រូវចេះអ្វីខ្លះទី1ត្រូវចេះកត់ត្រាបញ្ជីគណនេយ្យទី2ត្រូវចេះប្រព័ន្ធកត់ត្រាបញ្ជីគណនេយ្យដូចជា Excel ឬក៏ QuickBooks ជាដើមទី3ត្រូវចេះការគណនាថ្លៃដើមទី4ត្រូវចេះគ្រប់គ្រងសាច់ប្រាក់ដែលមានដូចជា Account Receivable Account Payable ទី5ត្រូវចេះគ្រប់គ្រងអចលនទ្រព្យដែលគេហៅថា Fixed Asset ប្រាក់បៀវត្សរ៍សារ៉េនិងសន្និធិដែលគេហៅថា Stock or Inventory ទី6ត្រូវចេះប្រកាសពន្ធប្រចាំខែឬក៏ប្រចាំឆ្នាំទី7ត្រូវចេះបិទបញ្ជីគណនេយ្យទី8ត្រូវចេះរៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងការបកស្រាយរបាយការណ៍ហិរញ្ញវត្ថុទី9ត្រូវចេះរៀបចំផែនការហិរញ្ញវត្ថុនិងរៀបចំថវិកាទី10ត្រូវចេះគ្រប់គ្រងការកេងបន្លំតើបងប្អូនបានត្រៀមខ្លួនហើយឬនៅដើម្បីចូលរៀនជំនាញទាំងនោះដើម្បីក្លាយជាគណនេយ្យករដ៏ឆ្នើមឬក៏គណនេយ្យករដ៏ល្អបើសិនជាបងប្អូនទាំងអស់គ្នាចង់ចូលរៀនជំនាញគណនេយ្យគឺជំនាញការអនុវត្តជាក់ស្ដែងផ្ទាល់តែម្ដងសូមកុំភ្លេចចុះឈ្មោះចូលរៀននៅក្នុងមជ្ឈមណ្ឌលម្ដុំម្ដាគណនេយ្យនិងហិរញ្ញវត្ថុ AFT Center បងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទឬក៏ Telegram 012 827 817 ឬក៏អាចតាក់ទងតាមរយៈ page AFT Training Center ដែលបងប្អូនគ្រាន់តែចង់ចុះឈ្មោះតម្លាក់លេខទូរស័ព្ទនិង email ឲ្យក្រុមការងារចុះឈ្មោះជូនចាសសូមអរគុណបើសិនជាបងប្អូនចូលចិត្តវីដេអូដែលនាងខ្ញុំចែករំលែកបន្តទៀតអំពីគណនេយ្យករឬក៏ផ្សេងទៀតសូមកុំភ្លេចជួយ like share និង comment ផងចាសសូមអរគុណ